បាទអនុញ្ញាតគោរពជំរាបសួរបាទក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទជាពិសេសប្រិយមិត្តដែលនិយមតាមដាននិងផ្សងសំណាងជាមួយនឹងឆ្នោតយួនបាទសូមស្វាគមន៍មកកាន់ Channel ផ្សាយឆ្នោត3របស់ Admin ម្ដងទៀតហើយបាទហើយជួបគ្នាជាមួយ Admin នៅថ្ងៃនេះគឺត្រូវនៅថ្ងៃទី5ខែសីហាឆ្នាំ2026បាទពុកម៉ែបងប្អូនដឹងទេថាបាទថ្ងៃនេះ Admin មានលេខល្អមែនទែនទៀតហើយបាទហើយក៏បានសម្រិតសម្រាំងដើម្បីនាំយកនៅក្របលេខពិសេសដែលមានសកឹកខ្ពស់មកចែកជូនបងប្អូនយកទៅផ្សងសំណាងហៅលៀបហៅជ័យហៅលុយចូលហៅប៉ៅទាំងអស់គ្នាបាទប៉ុន្តែមុននឹង Admin ទម្លាយលេខតម្រុយឆ្នោតសម្រាប់ថ្ងៃនេះ Admin សូមចិត្តពុកម៉ែបងប្អូនម្នាក់មួយបន្តិចបាទសូមជួយចុចប៊ូតុង Subscribe ម្នាក់មួយព្រមទាំងចុច Like និង Comment ពាក្យថាហេងនៅខាងក្រោមវីដេអូនេះម្នាក់មួយផងបាទដើម្បីជាកម្លាំងចិត្តដ៏ធំធេងសម្រាប់ Admin ក្នុងការខំប្រឹងរកលេខល្អលេខឈុតមកចែកជូនបងប្អូនយកទៅផ្សងសំណាងដែលឥតគិតថ្លៃជារាល់ថ្ងៃបាទហើយការចុច Subscribe នេះដែរក៏ដើម្បីឲ្យពុកម៉ែបងប្អូនអាចទទួលបាននៅវីដេអូតម្រុយឆ្នោតមុនគេបាទនឹងបង្កើតឱកាសហេងមុនគេជារាល់ថ្ងៃផងដែរពុកម៉ែបងប្អូនតោះឥឡូវនេះបើចុចវីដេអូហើយកុំឲ្យខាតពេលយូរយើងទៅមើលលេខសំណាងថ្ងៃនេះទាំងអស់គ្នាបាទអូខេបងប្អូននៅចំពោះលេខត្រែង2ខ្ទង់ដែល Admin បានសម្រាំងទុកយ៉ាងស្អាតសម្រាប់ថ្ងៃនេះរួមមានបាទខ្ទង់ទី1គឺមានលេខ89ខ្ទង់ទី2គឺមានលេខ65ខ្ទង់ទី3គឺមានលេខ38និងខ្ទង់ចុងក្រោយគឺមានលេខ17បាទចំពោះលេខត្រែង2ខ្ទង់នេះពុកម៉ែបងប្អូនយកទៅលេងកុំភ្លេចលេងត្រឡប់គុណផងពុកម៉ែបងប្អូនឬក៏លេងមកឡើងមកលេខចុះមកលេខបើវាមានសង្ឃឹមខ្ពស់ក្នុងការត្រូវពុកម៉ែបងប្អូនបាទដល់ចំណែកឆ្នោត3ខ្ទង់មួយម្ដងដែលជាលេខធំលេខបុកប៉ុសបាទបងប្អូនអាចយកទៅលេងគុណបានគឺមានលេខ637គុណនិងលេខ518គុណបាទរីឯបងប្អូនដែលចូលចិត្តលេងលេខអុកខ្ទង់បាទដើម្បីការពារនិងធានាសុវត្ថិភាពខ្ពស់បាទថ្ងៃនេះ Admin សូមណែនាំឲ្យអុក2ខ្ទង់បាទគឺអុកខ្ទង់30និងអុកខ្ទង់80បាទដើម្បីកុំឲ្យពុកម៉ែបងប្អូនមានការភ័ន្តច្រឡំឬក៏មិនទាន់ Admin សូមបញ្ជាក់និងរំលឹកក្របសំណាងទាំងអស់នេះជូនម្ដងទៀតបាទក្របត្រេង2ខ្ទង់មានលេខ89 65 38និង17ក្របធំ3ខ្ទង់មានលេខ637គុណនិង518គុណលេខអុកខ្ទង់សូមអុកខ្ទង់30និងអុកខ្ទង់80បាទបងប្អូនអាចកត់ទុកឥឡូវនេះបានបាទលេខទាំងនេះមានសង្ឃឹមខ្ពស់មែនទែនសម្រាប់ថ្ងៃទី5នេះបាទឥឡូវនេះមកអង្គវេលានៃការចាយកម្លែកតម្រុយឆ្នោតយួនពី Channel ផ្សាយឆ្នោត3បានឈានមកដល់ទីបញ្ចប់ហើយបាទជាចុងក្រោយឲ្យមានសូមលើកហាត់បួងសួងជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាបាទឲ្យមានសំណាងល្អហេងទទួលបានលាភជ័យត្រូវទាំងលេខតូចត្រូវទាំងលេខធំទាំងអស់គ្នាណាពុកម៉ែបងប្អូនបាទសូមជម្រាបលានិងជួបគ្នានៅថ្ងៃស្អែកជាបន្តទៀតជាមួយ Admin ដដែលបាទសំណាងល្អទាំងអស់គ្នាណាបាយ